ជាពុនបន្តធ្វើឲ្យក្រុមអ្នកសង្កេតការណ៍ចាប់អារម្មណ៍ខ្លាំងឡើងពីព្រោះប្រទេសអាស៊ីមួយនេះដែលជាកោះមិនបើកទ្វារចំហធំនឹងទាំងស្រុងទៅរកពិភពលោកទេហើយក៏មិននៅឯកាតែឯកឯងទាំងស្រុងនោះដែរក្រុមអ្នកសង្កេតការណ៍ចាប់អារម្មណ៍ខ្លាំងទៅលើជប៉ុនពីព្រោះប្រទេសនេះជាមហាអំណាចសេដ្ឋកិច្ចប៉ុន្តែជាប្រទេសកន្ទឿនយោបាយជាសង្គមមួយមុំទាំនិងជឿនលឿនមែនទែនតែបារម្ភខ្លាំងណាស់ចំពោះអនាគតរបស់ខ្លួនជប៉ុនចោទសួរខ្លួនឯងជាយូរឆ្នាំមកហើយថាតើត្រូវប្រកាន់ជំហរបែបណានៅចំពោះមុខបណ្ដាប្រទេសជិតខាងនិងនៅក្នុងតំបន់អាស៊ីដែលបានคล้ายទៅជាពូលមួយក្តៅគគុកនៅលើវិស័យភូមិសាស្ត្រនយោបាយជាពូលមួយខ្លាំងឃ្លាវខ្លាគួរឲ្យទាក់ទាញនៅលើវិស័យសេដ្ឋកិច្ចនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងអន្តរជាតិវិញជប៉ុនគ្មានជំរឿអ្វីផ្សេងក្រៅពីយកចិត្តទុកដាក់ខ្លាំងទៅលើចំណងត្រីកោណដ៏ស្មុគស្មាញអាមេរិកជប៉ុនចិនអាមេរិកពីព្រោះជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាឆ័ត្រនុយក្លេអ៊ែរនិងជាគ្រឹះសន្តិសុខចិនពីព្រោះជាសត្រូវធំជាគូប្រជែងនិងជាប្រទេសជាតិខាងប្រកបដោយអានុភាពខ្លាំងឡើងជាលំដាប់អត្តសញ្ញាណពិតប្រាកដនិងមហិច្ឆតាជាក់ស្ដែងក៏ជាកង្វល់ពីរធំរបស់ប្រជាជាតិជប៉ុនដែរត្បិតប្រវត្តិសាស្ត្របានបង្ហាញថាជប៉ុនជាលទ្ធផលនៃសង្យោគល្អឥតខ្ចោះរវាងវប្បធម៌ដើមនៃប្រទេសនិងចំហាយអរិយធម៌បរទេសនិងពីព្រោះជាច្រើនដងច្រើនសារប្រទេសអាស៊ីមួយនេះបានធ្លាក់ពីជង្គកំពូលមកដល់បាតដីនិងពីបាតដីឡើងទៅដល់ជង្គកំពូលវិញម្ល៉េះហើយដើម្បីយល់ដឹងកាន់តែច្បាស់ពីភូមិសាស្ត្រនយោបាយរបស់ជប៉ុនបន្ថែមពីលើភូមិសាស្ត្រសេដ្ឋកិច្ចនិងនយោបាយចាំបាច់គេត្រូវតែស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌នៃប្រទេសអាស៊ីមួយនេះអស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅនេះយើងបានសិក្សាយល់ដឹងពីកង្វល់របស់ថ្នាក់ដឹកនាំនិងរបស់ប្រជាពលរដ្ឋជប៉ុនព្រមទាំងសមត្ថភាពខ្ពស់គួរឲ្យសរសើរនៃប្រជាជាតិអាស៊ីមួយនេះក្នុងការប្រឈមមុខទប់ទល់នឹងឧបសគ្គភូមិសាស្ត្រនយោបាយធំៗយ៉ាងណាក៏ដោយអនាគតនៃប្រទេសជប៉ុនចាប់ពីពេលនេះតទៅអាស្រ័យទៅលើបញ្ហាភូមិសាស្ត្រនយោបាយមួយចំនួនដែលយើងអាចចងក្រងជាសំណួរចំនួន10សំណួរទី1តើជប៉ុននឹងអាចបន្តមានវត្តមាននៅលើផែនទីពិភពលោកយូរលង់ទៅមុខទៀតដែរឬទេពីព្រោះប្រទេសអាស៊ីមួយនេះអាចនឹងរលត់រលាយគ្រប់ពេលវេលាដែលហេតុតែគ្រោះរញ្ជួយដីរលកយក្សស៊ូណាមីនិងមហន្តរាយនុយក្លេអ៊ែរដោយអ្វីដែលបានកើតឡើងនៅហ្វូគូស៊ីម៉ាកាលពីឆ្នាំ2011កន្លងទៅនេះសំណួរទី2តើជប៉ុននឹងនៅតែពឹងពាក់អីចឹងតទៅទៀតដែរឬទេទៅលើធម្មពលនិងចំណីអាហារនាំចូលសឹងទាំងស្រុងមកពីបរទេសសំណួរទី3តើជប៉ុននឹងអាចរំសាយបានដែរឬទេការប្រមូលផ្ដុំប្រជាជនបែបណាន់ណាន់តាន់តាប់ជ្រុលពេកដូចសពថ្ងៃដើម្បីបង្ការកុំឲ្យមានអ្នកស្លាប់ច្រើនពេកប្រសិនបើគ្រោះរញ្ជួយដីធំនិងសាហាវជាងគេមួយកើតឡើងសំណួរទី4តើជប៉ុនអាចរក្សាបានយូរលង់តទៅមុខទៀតដែរឬទេធនធានភូមិសាស្ត្រនយោបាយផ្ទៃក្នុងសំខាន់របស់ខ្លួនរួមមានជាឯកភាពជាតិសិលធម៌សមូហភាពនិងរចនាសម្ព័ន្ធសង្គមដ៏មាំមួនសំណួរទី5តើនៅទីបំផុតរដ្ឋាភិបាលជប៉ុននឹងអាចរំដោះខ្លួនចេញពីអតីតកាលដើម្បីសារភាពទទួលកំហុសប្រព្រឹត្តកាលសម័យមុននិងពេលសង្គ្រាមលោកលើកទី2ដែរឬទេសំណួរទី6តើជប៉ុននឹងមានសមត្ថភាពដោះស្រាយបញ្ហាប្រជាជនដែរឬទេប្រជាជនចាស់ជរាទៅជាលំដាប់ដែលជាគ្រោះថ្នាក់សម្រាប់លទ្ធិប្រជាធិបតេយ្យសន្ទុះសេដ្ឋកិច្ចនិងសន្តិសុខជាតិទាំងមូលសំណួរទី7តើសេដ្ឋកិច្ចជប៉ុននឹងអាចប្រជែងតទៅមុខទៀតបានយូរលង់ដែរឬទេជាមួយសេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ីជិតខាងដូចយ៉ាងចិននិងកូរ៉េខាងត្បូងសំណួរទី8តើជប៉ុននឹងអាចជៀសវាងបានដែរឬទេសង្គ្រាមជាមួយចិនដែលហេតុតែចំនួនទឹកដីនិងព្រំដែនឬសង្គ្រាមរវាងចិននិងអាមេរិក
ដែលនឹងតម្រូវឲ្យជប៉ុនចូលរួមជាមួយអាមេរិកដោយខានមិនបានសំណួរទី9តើនៅទីបំផុតជប៉ុននឹងអាចចេញរួចពីសម្ព័ន្ធភាពចាក់ទឹកមិនលិចជាមួយអាមេរិកដែរឬទេដើម្បីមានលទ្ធភាពកសាងទំនាក់ទំនងថ្មីជាមួយចិនបានសំណួរទី10តើជប៉ុននឹងអាចដោះស្រាយបញ្ហាបំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនបានដែរឬទេនៅទីបំផុតក្នុងខណៈនេះគ្មាននរណាអាចឆ្លើយនឹងសំណួរខាងលើឲ្យបានជាក់ច្បាស់ឡើយបើសិនជាអាចដោះចំណោទទាំង10ខាងលើបានមែននោះជប៉ុននឹងក្លាយជាមហាអំណាចមួយពិតប្រាកដដែលមានសេរីភាពឥទ្ធិពលនិងអធិបតេយ្យភាពធំទូលំទូលាយជាងសពថ្ងៃនាអនាគតខាងមុខ